ដែលមេខៈបណ្ណមីថ្ងៃស្អែកនឹងជាថ្ងៃបេះដូងពធัวនៅនៃវត្តវេលវ័នគឺយប់នឹងស្អែកនឹងគឺកក្រឹកកក្រែងដោយពុទ្ធបរិស័ទដែលប្រពមេកបូជានៅនៃវត្តវេលវ័ននឹងគឺត្រង់ចតុរង្គសន្និបាតហើយបើថាព្រះអង្គដាក់ពីជនមេយុសង្ខារនៅឯបាវាលចេតិយឯណោះនឹងក្នុងថ្ងៃ15កើតខែមេដែរតែមុនបរិនិព្វាន3ខែអញ្ចឹងគឺមានគម្លាតពីគ្នាច្រើនណាស់ព្រះអង្គប្រជុំភិក្ខុសង្ឃហៅថាចតុរង្គសន្និបាតហ្នឹងគឺសម្ដែងអវាបតិមោក្ខក្នុងពេលវេលាដែលព្រះអង្គទៅតែត្រាស់ដឹងបាន9ខែតែប៉ុណ្្នឹងទេក្នុងថ្ងៃដែលព្រះធម្មសេនាបតីសិរីបុត្របានសម្រេចព្រះអរហន្តអញ្ចឹងមេកបូជាហ្នឹងក៏យើងនឹករលឹកដល់ថ្ងៃព្រះអគ្គសាវកស្ដាំដែលមានបញ្ញារងបន្តអំពីព្រះដ៏មានពភៈមកហ្នឹងសម្រាប់នៅសាវកបារមីញាណជាព្រះអរហន្តហ្នឹងក្នុងថ្ងៃហ្នឹងពេលដែលព្រះអាទិត្យទៀបនឹងអស់ស្ដង់គត់ព្រះអង្គក៏ទ្រង់យាងចុះពីភ្នំកិច្ចកោតនឹងឯងពីសូករៈខាតាហ្នឹងមកកាន់វត្តវេលវ័នហ្នឹងយប់ហ្នឹងរាត្រីហ្នឹងក៏បានជួបជុំដោយភិក្ខុសង្ឃ1250អង្គ1000អង្គគឺជាភិក្ខុដែលជាបុរាណជាដិលសម្រាប់ព្រះអរហន្តដោយស្ដាប់អតិតបរិយាយសូត្រ250អង្គទៀតគឺដែលនិមន្តសាងពុភ្នោះដែលមកជាមួយនឹងព្រះអគ្គសាវកនឹងឯងចឹងហើយបងធម្មអាចារ្យចំណិតនៅបាត់ដំបងក៏គាត់កំពុងតែស្ដាប់បន្តផ្ទាល់ចូលវិទ្យុកល្យាណមិត្តហ្នឹងគុណចាស់ព្រះអង្គបញ្ញាលោកថតផ្សាយទៅហើយក៏បានសាកសួរបញ្ហាតាមគុណចាស់ព្រះអង្គបញ្ញាបច្ចោតតោហ្នឹងហ្នឹងឯងសួរបាញ់មិញហ្នឹងថាបងនិតផ្ញើសំណួរហ្នឹងមកថាតើព្រះអង្គមានបានថាបណាតែងតាំងព្រះអគ្គសាវកនៅនាវត្តវេលវ័ននឹងដែរឬទេគឺព្រះអង្គទ្រង់ស្ថាបនាឯកតតិកៈវិខវិកណីបាសកបាតិកាទាំងអស់នៅនាវត្តចេតពុនគណាក្នុងការស្ថាបនាហ្នឹងចឹងក៏ប៉ុន្តែចំពោះព្រះអគ្គសាវកហ្នឹងគឺព្រះអង្គគ្រាន់តែមានពុទ្ធដីកាថាគូនៃអគ្គសាវកហ្នឹងមកហើយប្រាប់ដល់ភិក្ខុទាំងឡាយនៅនៃវត្តវេលវ័នហ្នឹងតែព្រះអង្គមិនទាន់ស្ថាបនាទេគឺគ្រាន់តែមានពុទ្ធដីកាត្រាស់ថាគូនៃអគ្គសាវកហ្នឹងមកហើយគឺធ្វើដំណើរចេញអំពីគ្រូសញ្ជ័យហ្នឹងសញ្ជ័យវេលដ្ឋបុត្រហ្នឹងមុនដំបូងមកទាំង500នាក់ហ្នឹងឯងក៏ប៉ុន្តែដោយគ្រូសញ្ជ័យហ្នឹងគាត់ឈឺចិត្តក្អួតឈាមទៅមាន250នាក់ហ្នឹងមិនដាច់អាល័យពីគ្រូត្រឡប់ទៅវិញទៅបានតែ250នាក់ហ្នឹងមកជាមួយនឹងព្រះអគ្គសាវកហើយក៏បានឧបសម្បទាជាអេហិភិក្ខុសម្រាប់ព្រះអរហន្តនឹងឯងរួមជាមួយនឹងភិក្ខុជាបារាណជាដិល1000អង្គហ្នឹងទៅជា1250អង្គហ្នឹងដែលនិមន្តមកក្នុងចតុរង្គសន្និបាតហ្នឹង1250អង្គហ្នឹងឯងចឹងគណាគឺក្នុងពេលវេលាមួយខែគាត់គណាក៏ព្រះអង្គចូលមក
រាជគ្រឹះហ្នឹងគឺពាក់កណ្ដាលខែបោះនឹងឯងចឹងប៉ុណ្ណាទៅព្រះអង្គចេញអំពីព្រៃសិបតនមគតិយវ័នពាក់កណ្ដាលខែអសុចព្រះអង្គគង់នៅឧរុវេលាសេនានិគម3ខែពាក់កណ្ដាលខែបោះប្រកាសសម្ដែងអតិតបរិយាយសូត្រញ៉ាំងភិក្ខុ1000អង្គហ្នឹងដែលអេហេភិក្ខុរួចអស់ហើយស្ដាប់អតិតបរិយាយសូត្រសម្រាប់ព្រះរហ័តព្រះអង្គក៏នាំមកលទ្ធិវ័នហ្នឹងហើយថ្ងៃហ្នឹងក៏ចូលមកគង់ប្រថាប់នៅនាវេលវ័នហ្នឹងហើយក៏បាទពេញពិសាវេថ្វាយព្រៃរិស័យនឹងឯងចឹងចាត់ចែងរៀបចំកសាងសេនាសនៈអីបន្តទៅអញ្ចឹងមានសេនាសនៈខ្លះជាទីកន្លែងដំណាក់របស់ព្រះអង្គក្នុងវេលវ័នហ្នឹងក៏ថ្វាយជាប្រគុណកតជាសេនាសនៈសម្រាប់ភិក្ខុសង្ឃអីនៅក្នុងហ្នឹងទៅហើយកសាងថែមទៀតទៅជាវត្តទី1ចឹងដែលនៅពេលវេថ្វាយភិក្ខុសង្ឃមានព្រះរាមាភិក្ខជាព្រះប្រធានហ្នឹងញាប់ញួរផែនដីចឹងគឺជាការអបអរសាទរដូចជាអញ្ចឹងណាដូចជាអបអរសាទរទទួលថាភិក្ខុសង្ឃមានវត្តគង់អាស្រ័យនៅហើយអញ្ចឹងញាប់ញួរផែនដីចឹងនឹងក្នុងវត្តវេលវ័ននឹងឯងចឹងហើយព្រះអង្គក៏គង់នៅចឹងទៅមានកលបុត្រចេញចាកតកូលនឹងឯងមកឧបសម្បទាព្រះអង្គក៏ប្រទានជាអេហេភិក្ខុរឿយហោហែចឹងទៅមិនតាន់បានច្រើនតកប្រមាណរហូតដល់ទៅថា20000អង្គដែលត្រូវនិមន្តទៅតាមព្រះអង្គឆ្ពោះកាន់ក្រុងកបិលភ័ស្ត្រនោះទេតែបន្តមកមួយខែទៀតនឹងច្រើនមែនទែនមួយខែទៀតនឹងដល់ពាក់កណ្ដាលខែផលគុណនឹងព្រះអង្គបានភិក្ខុសង្ឃសម្រាប់ព្រះរហ័តជាព្រះរហន្តប្រមាណ20000អង្គចឹងប៉ុន្តែគឺ10000អង្គពីកបិលភ័ស្ត្រមកស្រេចបាត់ទៅហើយហ្នឹងហើយនៅឯនេះឯនោះផ្សេងទៀតក្នុងមគ្គធៈអង្គៈជាដើមហ្នឹងបាន10000អង្គដែរ20000អង្គហ្នឹងដែលនិមន្តតាមព្រះរាមាភិក្ខទៅកាន់ក្រុងកបិលភ័ស្ត្រ60យោជហ្នឹងគឺមួយយោជមួយថ្ងៃមួយយោជមួយថ្ងៃ2ខែចឹងគឺក៏ក្រឹកក៏ក្រែងក្រៃលែងទៅណាស់ទាំងអស់នេះជាការរំលឹកឲ្យឃើញជារតនៈបច្ច័យដីពុទ្ធបរិស័ទយើងដើម្បីបានមកអង្គុយចិត្តរតនៈត្រៃដើម្បីបាននៅភាពសុខស្ងប់ហើយនឹងការឈប់សម្រាកពីបាបអកុសលក្នុងជីវិតរបស់យើងត្រូវតែជាពុទ្ធបរិស័ទល្អត្រូវតែជាពុទ្ធបរិស័ទល្អដែលស្ថិតនៅក្នុងចំណងនៃមគ្គផលគណាស្ថិតនៅក្នុងក្រសែស្ថិតនៅក្នុងឧបនិស្ស័យនៃលោកតរៈធម៌នឹងឯងចឹងដែលមគ្គបណ្ណមីថ្ងៃស្អែកហ្នឹងជាថ្ងៃបេះដូងពធនៅនៃវត្តវេលវ័នគឺយប់ហ្នឹងស្អែកហ្នឹងគឺកក្រឹកកក្រែងដោយពុទ្ធបរិស័ទដែលប្ររពមគ្គបូជានៅនៃវត្តវេលវ័នហ្នឹងគឺត្រង់ចតុរង្គសន្និបាតហើយបើថាព្រះអង្គដាក់ពីជនមេយុសង្ខារនៅឯបាវាលចេតីឯណោះនឹងក្នុងថ្ងៃ15កើតខែមេដែរតែមុនបរិនិព្វាន3ខែអញ្ចឹងគឺមានគម្លាតពីគ្នាច្រើនណាស់ព្រះអង្គប្រជុំភិក្ខុសង្ឃហៅថាចតុរង្គសន្និបាតហ្នឹងគឺសម្ដែងអវាបតិមកក្នុងពេលវេលាដែលព្រះអង្គទៅតែត្រាស់ដឹងបាន9ខែតែប៉ុណ្្នឹងទេក្នុងថ្ងៃដែលព្រះធម្មសេនាបតីសិរីបុត្របានសម្រេចព្រះអរហន្ត
ចឹងមគ្គបូជាហ្នឹងក៏យើងនឹករលឹកដល់ថ្ងៃព្រះអគ្គសាវកស្ដាំដែលមានបញ្ញារួងបន្តអំពីព្រះដ៏មានពភៈមកហ្នឹងសម្រាប់នៅសាវកបារមីញាណជាព្រះអរហន្តហ្នឹងក្នុងថ្ងៃហ្នឹងពេលដែលព្រះអាទិត្យទៀបនឹងអស់ស្ដង់គត់ព្រះអង្គក៏ទ្រង់យាងចុះពីភ្នំកិច្ចកោฏនឹងឯងពីសូករៈខាតាហ្នឹងមកកាន់វត្តវេលវ័នហ្នឹងយប់ហ្នឹងរាត្រីហ្នឹងក៏បានជួបជុំដោយភិក្ខុសង្ឃ1250អង្គ1000អង្គគឺជាភិក្ខុដែលជាបុរាណជាដិលសម្រាប់ព្រះអរហន្តដោយស្ដាប់អតិតបរិយាយសូត្រ250អង្គទៀតគឺដែលនិមន្តសាងប្រភ្នោះដែលមកជាមួយនឹងព្រះអគ្គសាវកនឹងឯងចឹងហើយបងធម្មអាចារ្យជំនិតនៅបាត់ដំបងក៏គាត់កំពុងតែស្ដាប់បន្តផ្ទាល់ចូលវិទ្យុកល្យាណមិត្តហ្នឹងគុណចាស់ព្រះអង្គបញ្ញាលោកថតផ្សាយទៅហើយក៏បានសាកសួរបញ្ហាតាមគុណចាស់ព្រះអង្គបញ្ញាបច្ចោតតោហ្នឹងហ្នឹងឯងសួរបាញ់មិញហ្នឹងថាបងនិតផ្ញើសំណួរហ្នឹងមកថាតើព្រះអង្គមានបានថាបណាតែងតាំងព្រះអគ្គសាវកនៅនាវត្តវេលវ័ននឹងដែរឬទេគឺព្រះអង្គទ្រង់ស្ថាបនាឯកតតិកៈវិខភិក្ខុនីបាសកបាសិកាទាំងអស់នៅនាវត្តចេតពុនក៏ណាក្នុងការស្ថាបនាហ្នឹងចឹងក៏ប៉ុន្តែចំពោះព្រះអគ្គសាវកហ្នឹងគឺព្រះអង្គគ្រាន់តែមានពុទ្ធិកាថាគូនៃអគ្គសាវកហ្នឹងមកហើយប្រាប់ដល់ភិក្ខុទាំងឡាយនៅនាវត្តវេលវ័នហ្នឹងតែព្រះអង្គមិនទាន់ស្ថាបនាទេគឺគ្រាន់តែមានពុទ្ធិកាត្រាស់ថាគូនៃអគ្គសាវកហ្នឹងមកហើយគឺធ្វើដំណើរចេញអំពីគ្រូសញ្ជ័យហ្នឹងសញ្ជ័យវេលដ្ឋបុត្រហ្នឹងមុនដំបូងមកទាំង500នាក់ហ្នឹងឯងក៏ប៉ុន្តែដោយគ្រូសញ្ជ័យហ្នឹងគាត់ឈឺចិត្តក្អួតឈាមទៅមាន250នាក់ហ្នឹងមិនដាច់អាល័យពីគ្រូត្រឡប់ទៅវិញទៅបានតែ250នាក់ហ្នឹងមកជាមួយនឹងព្រះអគ្គសាវកហើយក៏បានឧបសម្បទាជាហេភិក្ខុសម្រាប់ព្រះអរហន្តនឹងឯងរួមជាមួយនឹងភិក្ខុជាបារាណិកដែល1000អង្គហ្នឹងទៅជា1250អង្គហ្នឹងដែលនិមន្តមកក្នុងចតុរង្គសន្និបាតហ្នឹង1250អង្គហ្នឹងឯងចឹងក៏ណាគឺក្នុងពេលវេលាមួយខែគត់គឺណាក៏ព្រះអង្គចូលមករាជក្រឹសហ្នឹងគឺពាក់កណ្ដាលខែបោះហ្នឹងឯងចឹងក៏ណាព្រះអង្គចេញអំពីព្រៃយសិបតនមគតិយវ័នពាក់កណ្ដាលខែអសុចព្រះអង្គគង់នៅឧរុវេលាសេនានិគម3ខែពាក់កណ្ដាលខែបោះប្រកាសសម្ដែងអតិតបរិយាយសូត្រញ៉ាំភិក្ខុ1000អង្គហ្នឹងដែលហេភិក្ខុរួចអស់ហើយស្ដាប់អតិតបរិយាយសូត្រសម្រាប់ព្រះរហន្តព្រះអង្គក៏នាំមកលទ្ធិវ័នហ្នឹងហើយថ្ងៃហ្នឹងក៏ចូលមកគង់ប្រថាប់នៅនាវេលវ័នហ្នឹងហើយក៏បាទเป็นពិសាវេថ្វាយព្រៃរស័យនឹងឯងចឹងចាត់ចែងរៀបចំកសាងសេនាសនៈអីបន្តទៅអញ្ចឹងមានសេនាសនៈខ្លះជាទីកន្លែងដំណាក់របស់ព្រះអង្គក្នុងវេលវ័នហ្នឹងក៏ថ្វាយជាប្រគុណកតជាសេនាសនៈសម្រាប់ភិក្ខុសង្ឃអីនៅក្នុងហ្នឹងទៅហើយកសាងថែមទៀតទៅជាវត្តទី1ចឹងដែលនៅពេលវេថ្វាយភិក្ខុសង្ឃមានព្រះរាមាភិក្ខជាព្រះប្រធានហ្នឹងញាប់ញួរផែនដីចឹង
គឺជាការអបអរសាទរដូចជាអញ្ចឹងដូចជាអបអរសាទរទទួលថាភិក្ខុសង្ឃមានវត្តគង់អាស្រ័យនៅហើយអញ្ចឹងញាប់ញួរផែនដីចឹងនឹងក្នុងវត្តវេរវ័ននឹងឯងចឹងហើយព្រះអង្គក៏គង់នៅចឹងទៅមានកលបុត្រចេញចាតកូលនឹងឯងមកឧបសម្បទាព្រះអង្គក៏ប្រទានជាអេហិតិខុរឿយហោហែចឹងទៅមិនតាន់បានច្រើនកកប្រមាណរហូតដល់ទៅថា20000អង្គដែលត្រូវនិមន្តទៅតាមព្រះអង្គឆ្ពោះកាន់ក្រុងកបិលភ័ស្ត្រនោះទេតែបន្តមកមួយខែទៀតនឹងច្រើនមែនទែនមួយខែទៀតនឹងដល់ពាក់កណ្ដាលខែផលគុណនឹងព្រះអង្គបានភិក្ខុសង្ឃសម្រាប់ព្រះរហ័តជាព្រះរហន្តប្រមាណ20000អង្គចឹងព្រោះណាគឺ10000អង្គពីកបិលភ័ស្ត្រមកស្រេចបាត់ទៅហើយហ្នឹងហើយនៅឯនេះឯនោះផ្សេងទៀតក្នុងមគ្គធៈអង្គៈជាដើមហ្នឹងបាន10000អង្គដែរ20000អង្គហ្នឹងដែលនិមន្តតាមព្រះរាមាភិក្ខទៅកាន់ក្រុងកបិលភ័ស្ត្រ60យោជហ្នឹងគឺមួយយោជមួយថ្ងៃមួយយោជមួយថ្ងៃ2ខែទៀតគឺកក្រឹកកក្រែងក្រៃលែងទៅណាស់ទាំងអស់នេះជាការរំលឹកឲ្យឃើញជារតនៈបច្ច័យដីពុទ្ធបរិស័ទយើងដើម្បីបានមកអង្គុយចិត្តបរតនត្រ័យដើម្បីបាននៅភាពសុខស្ងប់ហើយនឹងការឈប់សម្រាកពីបាបអកុសលក្នុងជីវិតរបស់យើងត្រូវតែជាពុទ្ធបរិស័ទល្អត្រូវតែជាពុទ្ធបរិស័ទល្អដែលស្ថិតនៅក្នុងចំណងនៃមគ្គផលគណាស្ថិតនៅក្នុងក្រសែស្ថិតនៅក្នុងឧបនិស្ស័យនៃ